ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបពុកម៉ែបងប្អូនសាជាថ្មីនៅប្រភេទកសលគោលចម្រុះគ្រប់ប្រភេទបងប្អូនបាទបងប្អូនអាចធ្វើការកម្មង់បានបងប្អូនណាបាទមានលុកជាគីឡូបាទខ្លាំងគីឡូលុកបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តប្រភេទរុក្ខជាតិព្រៃអាចធ្វើការកម្មង់ពលរដ្ឋបានណាពលរដ្ឋមានច្រើនមែនទែនបងប្អូនបាទមានក្អមមកក្អមសម្រាប់ដាំប្រភេទកសលគោលបងប្អូនអត់ចេះដាំបងប្អូនអាចខមមិនសួរបានណាបងប្អូនណាបាទនេះខ្ញុំបាទដាំខ្លះយកមកលក់ខ្លះអញ្ចឹងណាបាទនេះក្អមបាទយើងដាំធ្វើម៉ូដប្លែកស្ទាយផ្សេងគ្នាបាទតាមចំណង់ចំណូលចិត្តដែលយើងចង់ដាំអញ្ចឹងណានៅក្នុងនោះក៏មានប្រភេទកសលគោលកទុយកប្រុកបាទនេះកទុយកប្រុកភួងម៉ាឡៃមហាហង្សបាទមជុលកាសអញ្ចឹងទៅបាទមានច្រើនប្រភេទហើយប្រភេទគុំមានដូចជាកទុយកប្រុកនេះគុំធំតែម្ដងបងប្អូនបាទគុំធំបាទគុំធំមិនប៉ុណ្ណាហើយមានប្រភេទកសលគោលកាយព្រះវិហារឬក៏ហៅថាផ្កាថ្មនោះបាទក៏មានច្រើនគីឡូផងដែរចឹងទេសម្រាប់ពុកម៉ែបងប្អូនចង់បានប្រភេទកសលគោលណាមួយអាចធ្វើការកម្មង់ពលរដ្ឋបានណាពលរដ្ឋមានច្រើនប្រភេទមែនតើបងប្អូនបាទមានច្រើនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តប្រភេទកសលគោលព្រៃបាទអាចធ្វើការកម្មង់ពលរដ្ឋបានណាបាទពលរដ្ឋមានលុកជាគីឡូបាទជាគីឡូនៅប្រភេទកសលគោលចម្រុះជាច្រើនប្រភេទដូចខ្ញុំបានថតឲ្យមើលអញ្ចឹងបងប្អូនបាទអរគុណច្រើនជំរាបលាបាទ